ប្រវត្តិព្រះសិវៈគឺជាទេពមួយក្នុងមួយអង្គក្នុងចំណោមអាទិទេពធំទាំង3នៃសាសនាហិណ្ឌូនិងជាការបង្ហាញដ៏សំខាន់បំផុតរបស់ព្រហ្មអាទិទេពពីរអង្គទៀតគឺព្រះវិស្ណុនិងព្រះព្រហ្មពួកគេរួមគ្នាបង្កើតបានជាព្រាហ្មណ៍ព្រះវិស្ណុនិងព្រះមហេសព្រះសិវៈរស់នៅក្នុងកំពូលភ្នំនៅលើកំពូលភ្នំកៃឡាសជាមួយនឹងមហាសីរបស់ទ្រង់ព្រះនាងបរាវទីនិងកូនប្រុសទាំងពីររបស់ពួកទ្រង់គឺកណបតិនិងកតិកិយាហើយទ្រង់មានយានជំនិះគឺនន្ទីដែលជាសត្វគោមួយព្រះសិវៈជាម្ចាស់នៃការបំផ្លាញហើយត្រូវបាត់គេហៅបងថាអ្នកបំផ្លាញទ្រង់ទទួលខុសត្រូវក្នុងការថែរក្សាវដ្តជីវិតទ្រង់បំផ្លាញក៏ដូចជាបង្កើតឡើងវិញហើយទ្រង់ជាយុគអស្ចារ្យនិងបីខាងមេត្តាករុណាសុខបរោះនិងយុត្តិធម៌ដ៏ត្រឹមត្រូវលក្ខណៈពិសេសរបស់ព្រះសិវៈរួមមានវិសុគីនៅជុំវិញករបស់ទ្រង់ហើយបានទី3នៅលើថ្ងាសរបស់ទ្រង់ព្រះច័ន្ទអច័ន្ទនិងកេង្កាអូចិព្រះកេសារបស់ទ្រង់កាន់ត្រីសូរនិងតំរោនៅក្នុងដៃរបស់ទ្រង់ដែលដើរតួជាអាវុធនិងឧបករណ៍ភ្លេងរៀងៗខ្លួនព្រះសិវៈត្រូវបានគេស្គាល់ដោយឈ្មោះជាច្រើនដូចជាមហាទេវាមហាយោគីបសុបតិនារាយាចាបរវាវិស្វនាបវានិងពណាព្រះសិវៈត្រូវបានគេគោរពបូជាជាទំនងលិកានិងលិកាដែលតំណាងឲ្យសិវៈនិងសតិលិកាមានពីរប្រភេទគឺលិកាដែលជាផ្នែកបន្តពូជរបស់បុរសតំណាងសិវៈនិងយោនីដែលជាផ្នែកបន្តពូជរបស់ស្ត្រីតំណាងឲ្យសតិឬបវទីលិការួមបញ្ចូលគ្នារវាងពួកទ្រង់ទាំងពីរឲ្យតំណាងឲ្យអំណាចនៃការរំលំមកពេញលេញលិកាគឺជានិមិត្តរូបនៃព្រះសិវៈទ្រង់ទទួលខុសត្រូវក្នុងការបំផ្លាញនិងបង្កើតឡើងវិញព្រះសិវៈមានអ្នកដើរតាមយ៉ាងច្រើនហើយត្រូវបានគេគោរពបូជាដោយមនុស្សជាច្រើនការថ្វាយបង្គំព្រះសិវៈត្រូវបានគេហៅថាសាវកដែលជានិកាយមួយក្នុងចំណោមសាសនាធំៗទាំង4នៅក្នុងសាសនាហិណ្ឌូមនុស្សជាច្រើនធ្វើតាមសិវៈត្រូវបានគេហៅថាសៃវសហើយពួកគេចាប់ទុកថាជាអ្នកគ្រប់គ្រងទំពូដ៏ទៅគ្រប់បំផុតនៃសកលលោកនេះដែលដើរតួជាអ្នកបង្កើតការពារក៏ដូចជាអ្នកបំផ្លាញផងដែរ